ខ្ញុំធ្លាក់ទឹកចិត្តនិងអស់សង្ឃឹមប្រសិនបើយើងមិនខិតខំព្យាយាមគ្រប់គ្រងចិត្តឲ្យបានល្អទេចិត្តនឹងគ្រប់គ្រងជីវិតយើងវិញហើយយើងនឹងក្លាយជាទេសកលរបស់ចិត្តខ្លួនឯងជាពុំខានពេលខ្លះយើងពិតជាមានអារម្មណ៍ថាហត់នឿយជាមួយនឹងជីវិតមួយនេះយើងមានអារម្មណ៍ថាអស់សង្ឃឹមមានអារម្មណ៍ឯកោយើងត្រូវជួបនៅរឿងបរាជ័យដដែលជាច្រើនខួរក្បាលស្ទើរតែបាត់បង់ម្ចាស់ការលើខ្លួនឯងប្រៀបបីដូចជាទូកមួយដែលកំពុងតែស្ថិតនៅកណ្ដាលទន្លេរសាត់អណ្ដែតគ្មានទិសដៅយើងត្រូវទទួលរងនៅសម្ពាធជាច្រើនពីការសិក្សាពីការងារគ្រួសារមិត្តភ័ក្តិស្នេហានិងបច្ឆិមដ្ឋានជុំវិញខ្លួនវាធ្វើឲ្យយើងមានអារម្មណ៍ហាក់ដូចជាជនបរាជ័យម្នាក់ជាមនុស្សអរូបដែលខ្លាចពន្លឺព្រះអាទិត្យរហូតដល់ចង់គេចមុខចេញឲ្យឆ្ងាយពីអ្វីគ្រប់យ៉ាងដែលកំពុងតែកើតឡើងក្នុងជីវិតមួយនេះហើយរត់ទៅសងំក្នុងទីកន្លែងដល់អាត់កំបាំងមួយដែលគ្មាននរណាម្នាក់អាចរកឃើញយើងជារៀងរហូតយើងមានអារម្មណ៍ដូចជាកំពុងតែពង្វេងផ្លូវក្នុងទីដងងងឹតនិងគួរឲ្យខ្លាច